បានជាបន្តទៅនេះយើងខ្ញុំជាតំណាងសិស្សានុសិស្សទាំងអស់សូមគោរពថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំប្រទេសដែលបានខិតខំថែរក្សាសន្តិភាពនិងផ្ដល់ឱកាសឲ្យយើងខ្ញុំបានសិក្សារៀនសូត្រសូមអរគុណចំពោះវីរៈកងទ័ពនិងយុទ្ធជនពលីទាំងអស់ដែលបានពលីក្នុងបុព្វហេតុការពារជាតិនិងទឹកដីសូមអរគុណចំពោះថ្នាក់ដឹកនាំក្រសួងមន្ទីរការិយាល័យពាក់ព័ន្ធដែលបានដឹកនាំនិងជួយជំរុញដល់ការសិក្សារបស់យើងខ្ញុំទាំងអស់គ្នាសូមអរគុណចំពោះអាជ្ញាធរដែនដីនិងភាគីពាក់ព័ន្ធដែលបានជួយជំរុញនិងលើកទឹកចិត្តយ៉ាងយកចិត្តទុកដាក់សូមអរគុណចំពោះលោកគ្រូអ្នកគ្រូទាំងអស់ដែលបានខិតខំបង្ហាត់បង្រៀនយើងខ្ញុំយ៉ាងយកចិត្តទុកដាក់សូមអរគុណចំពោះលោកឪពុកអ្នកម្ដាយដែលតែងតែជួយលើកទឹកចិត្តកូនរហូតមកសម្រាប់ឆ្នាំសិក្សាថ្មី2025-2026ខាងមុខនេះនាងខ្ញុំជាតំណាងសិស្សានុសិស្សទាំងអស់នៃសាលាអនុវិទ្យាល័យតាវងសូមធ្វើការបដិញ្ញាចិត្តដូចតទៅ 1. បដិញ្ញាខិតខំរៀនសូត្រនិងអភិវឌ្ឍខ្លួនឲ្យក្លាយជាកូនល្អសិស្សល្អពលរដ្ឋល្អរបស់សង្គមជាតិបដិញ្ញា 2. បដិញ្ញាជាឲ្យឆ្ងាយពីគ្រឿងញៀនបដិញ្ញា 3. បដិញ្ញារួបរวมសហការគ្នាសាមគ្គីគ្នាផ្ដោតផ្ដួលយោបល់គ្នាក្នុងការសិក្សារហូតទទួលបានជោគជ័យបដិញ្ញា 4. បដិញ្ញាគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដើម្បីសុវត្ថិភាពខ្លួនឯងនិងអ្នកដទៃបដិញ្ញា 5. បដិញ្ញាជំរុញមិត្តភ័ក្តិដែលរៀនខ្សោយឲ្យខិតខំរៀនសូត្រដើម្បីទទួលបានលទ្ធផលល្អបដិញ្ញា 6. បដិញ្ញាគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលានិងស្ដាប់តាមជូនគណៈអធិបតីនិងអង្គពិធីទាំងមូលជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយសូមអរគុណមួយអត់មានចំណេះដឹងបានជ្រៅជ្រះទេមួយក៏ពិបាកក្នុងការរស់ស៊ីជីវិតជីវិតទៅថ្ងៃអនាគតដែរអញ្ចឹងមួយខិតខំព្យាយាមបន្តិចព្រោះកិច្ចការងារខ្លះដែលអាណាព្យាបាលឬមួយត្រូវព្យាយាមផងកុំឲ្យឪពុកម្ដាយខកចិត្តដោយសារតែយើងនឹងជួនកាលវាអាចនឹងមានការឆ្លោះឆ្លោយទំលើងដល់ណាជាអតីតសិស្សថ្នាក់ទី 7A នៃអនុវិទ្យាល័យតាវងក្នុងឆ្នាំសិក្សា2024-2025នាងខ្ញុំសូមក្រាបថ្វាយបង្គំព្រះតេជគុណមកសៅព្រះគ្រូសតឆ្វេងវត្តរក្សានិងប្រឹងប្រែងនៅសន្តិភាពបានរហូតដល់សប្តាហ៍នេះជាពិសេសគឺការខិតខំដោះស្រាយនៅបញ្ហាព្រំដែនបានដោយសន្តិវិធីនឹងដោយជោគជ័យបាទអរគ្រូនឹងធម្មតាផ្លូវមែនទេអ្នករៀនមានស្នេហាទៀតវ័យប៉ុណ្ណឹងមានស្នេហាទៀតអ្នកអត់តែអ្នកមាននៅតែរៀនហើយនេះកូនដៅខ្លួនឯងហ្នឹងរៀនធ្វើអីហ្នឹងមានអត់ឯណាមានកូនដៅហើយលើកដៃមើលធ្លាក់6នាក់ស្រីម្នាក់បាទឆ្នាំនេះយើងធ្លាក់បាក់ឌុបបានចាក់ដីបំពេញបន្ថែមទីធ្លាសាលាបានដាំដើមឈើបន្ថែមសាលាបានតម្កល់រូបសំណាក3ព្រះអង្គបាទសាលាបានសាធារណជននៅក្នុងដាំនេះជាអតីតសិស្សថ្នាក់ទី 7A នៃអនុវិទ្យាល័យតាវងក្នុងឆ្នាំសិក្សា2024-2025នាងខ្ញុំសូមក្រាបថ្វាយបង្គំព្រះតេជគុណមកសៅព្រះគ្រូសតឆ្វេងវត្តជាក្រុមប្រឹក្សាខុំបន្លៃជាទីគោរពសូមគោរពលោកមួងស៊ីដេជាមេប៉ុស្តិ៍ចំណេះដឹងបទសម្ភាសន៍មួយអត់មានចំណេះដឹងបានជ្រៅជ្រះទេមួយក៏ពិបាកក្នុងការរស់ស៊ី
chỉ xemชีวิตเราไทยอนาคตได้ถึงฉันมวยขัดคำเพียเยี่ยมมันติดเพราะกิจการเงี้ยคลาดแต่อนาคตบ้านหรือมวยเราเพียมพ่องก็ไม่พวกนายขอจัดโดยสารแต่เยอะนั้นจนก้าวจะอาจหนึ่งเมียนการปลอดพลอยตุ่มเลิงจัดเจริญแต่โดยสารยังเมียนการขวักหาด